បលូននាងជាទីមេត្រីអតីតអ្នកទោសមនសិការលោកកុងម៉ាស់ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនក្រោយរងការគំរាមកំហែងពីជនមិនស្គាល់មុខដែលលោកសង្ស័យថាជាការប៉ុនប៉ងបង្កឲ្យមានរបួសស្នាមនិងជាការរៀបចំជាប្រព័ន្ធពីអ្នកមានអំណាចដើម្បីធ្វើទុកបុកម្នេញមកលើរូបលោកស្នើសុំទៅអង្គការជាតិនិងអន្តរជាតិឲ្យជួយការពារសុវត្ថិភាពនេះនិងជំរុញទៅរដ្ឋាភិបាលផងឲ្យបញ្ឈប់ការធ្វើទុកបុកម្នេញលើរូបលោកនិងមន្ត្រីគណៈបកប្រឆាំងទាំងអស់មន្ត្រីសិទ្ធិមនុស្សឯណោះវិញយល់ថាសមត្ថកិច្ចគួរតែផ្ដល់កិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដោយមិនមានការរើសអើងនិន្នាការនយោបាយបាទអ្នកស្រីសុជីវីមានសេចក្តីរាយការណ៍លម្អិតជំវិញព័ត៌មាននេះសកម្មជនគណបកសង្គ្រោះជាតិលោកកុងម៉ាស់ឲ្យអាស៊ីសេរីដឹងថាលោកព្រួយបារម្ភពីសុវត្ថិភាពរបស់លោកជាខ្លាំងក្រោយមានជនប្លែកមុខមួយក្រុមតាមដាននិងប៉ុនប៉ងធ្វើបាបរូបលោករៀបរាប់ថាកាលពីថ្ងៃទី16ខែធ្នូមនុស្សមួយក្រុមបានតាមឃ្លាំមើលរូបលោកនិងយុវជនគណបកសង្គ្រោះជាតិមួយរូបទៀតគឺលោកសុនមករានៅហាងលក់ទំនិញមួយកន្លែងនៅក្នុងសង្កាត់ចាក់អង្រែក្រោមរួចពួកគេបានជិះម៉ូតូតាមរូបលោករហូតដល់ផ្ទះលោកបន្តថាដោយដឹងខ្លួនជាមុនលោកក៏ប្រញាប់ជិះគេចចេញពីជនទាំងនោះហើយដោយតាមលោកមិនទាន់ពួកគេក៏ជិះចូលផ្ទះរបស់លោកហើយបានជួបជាមួយនឹងប្រពន្ធរបស់លោករួចលើកហេតុផលថាច្រឡំផ្ទះរួចគេចចេញទៅបាត់លោកកុងម៉ាស់សង្ស័យថានេះគឺជាការរៀបចំជាប្រព័ន្ធរបស់អ្នកមានអំណាចដែលប៉ុនប៉ងវាយប្រហារបង្ករបួសស្នាមទៅលើរូបលោកមិនឲ្យចេញមុខសម្ដែងមតិឬឈឺឆ្អាលរឿងសង្គមតទៅទៀតលោកចាត់ទុករឿងនេះថាជារឿងនយោបាយព្រោះលោកមិនមានចំនួនបុគ្គលជាមួយនឹងនរណាម្នាក់ទេខ្ញុំភ័យរឿងមួយត្រង់ខ្ញុំជាមន្ត្រីបពប្រឆាំងហើយធ្លាប់មានការវាយតប់កន្លងមកអញ្ចឹងហើយឃើញរូបភាពនៃការវាយតប់ហ្នឹងធ្វើឲ្យខ្ញុំជំនាញមន្ត្រីបពប្រឆាំងហ្នឹងមានការព្រួយបារម្ភពីសុវត្ថិភាពរឿងនេះវាជារឿងនយោបាយព្រោះខ្ញុំនៅតែព្យាយាមរិះគន់រដ្ឋាភិបាលក្នុងការរំលាយបពប្រឆាំងក្នុងការដឹកនាំឯកបៈហ្នឹងតែខ្ញុំអត់មានទៅធ្វើបំផិតអីខុសច្បាប់ដោយអាជ្ញាធរនឹងថាទេខ្លួនឯងទេជាអ្នកបំផិតខុសហើយដល់ពេលចុងក្រោយគេដឹងទង្វើខ្លួនឯងអាក្រក់បែរជាមកសម្លាប់អ្នកល្អដែលជាបំបិតមាត់អ្នកដែលគេដឹងអញ្ចឹងណាលោកកុងម៉ាស់គឺជាសមាជិកក្រុមការងារគណបកសង្គ្រោះជាតិនៅក្នុងខេត្តស្វាយរៀងលោកត្រូវបានអាជ្ញាធររបបលោកហ៊ុនសែនចាប់ដាក់ពន្ធនាគារកាលពីឆ្នាំ2018បន្ទាប់ពីលោកបញ្ចេញមតិពាក់ព័ន្ធនឹងការបោះឆ្នោតរិះគន់របៀបធ្វើការនិងភាពអសកម្មរបស់មន្ត្រីមួយចំនួននៃរដ្ឋាភិបាលលោកហ៊ុនសែនតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ18ខែនិង15ថ្ងៃពីបទប្រមាថញុះញង់និងបរិហាកេរ្តិ៍លោកទទួលបានសេរីភាពមកវិញកាលពីដើមខែសីហាឆ្នាំ2020ក្រោយអនុវត្តទោសរួចរាល់ក្រោយចេញពីពន្ធនាគារលោកអះអាងថាអាជ្ញាធរនៅក្នុងខេត្តស្វាយរៀងបានបន្តតាមដានសកម្មភាពនិងថតរូបលោកជាប្រចាំតាក់ទងនឹងករណីគំរាមកំហែងចុងក្រោយនេះវិញលោកគង់ម៉ាស់ឲ្យដឹងថាលោកបានសរសេរលិខិតរៀបរាប់ពីស្ថានភាពនេះជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងអង្គការសិទ្ធិមនុស្សលីកាដូរួចហើយដើម្បីឲ្យស្ថាប័នទាំងនេះជួយឃ្លាំមើលនិងការពារសុវត្ថិភាពជូនលោកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឆៃកឹមខឿនថ្លែងថាប្រសិនបើសកម្មជនគណបកសង្គ្រោះជាតិលោកកុងម៉ាស់ព្រួយបារម្ភពីសុវត្ថិភាពមែននោះលោកគួរតែដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការរកជនដៃដល់ខ្ញុំក៏មិនដឹងថាគាត់ត្រូវភ័យព្រួយអីទេព្រោះសុខស្វែរហើយនេះវាដូចអត់មានអំពើអីដោយគាត់មានប្រសាសន៍ទេក៏ប៉ុន្តែខ្ញុំសង្ស័យថាគាត់ធ្លាប់មានបញ្ហាគាត់ភ័យគាត់ព្រួយក៏ប៉ុន្តែគាត់បើសិនជាពិតជាមានការបារម្ភពីសុខភាពខ្លួនមែនគាត់ត្រូវតែទៅរាយការណ៍បណ្ដឹងឬដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចគាត់គឺតែព្រួយអញ្ចឹងក៏អត់មានសមត្ថកិច្ចឬអាជ្ញាធរណាដឹងថាគាត់កើតទុករឿងអីដែរទោះជាបែបនេះក្តីសកម្មជនគណបកសង្គ្រោះជាតិលោកកុងម៉ាស់ថ្លែងថាលោកគ្មានជំនឿលើសមត្ថកិច្ចនោះទេព្រោះកន្លងមកមានករណីវាយធ្វើបាបសកម្មជនគណបកប្រឆាំងជាបន្តបន្ទាប់ប៉ុន្តែអាជ្ញាធរមិនអាចវែកមុខរកជនដៃដល់ទាំងនោះឃើញឡើយកាលពីថ្ងៃទី12ខែធ្នូថ្មីនេះមានអំពើហិង្សាពីរករណីបានកើតឡើងលើសកម្មជនគណបកសង្គ្រោះជាតិនិងសាច់ញាតិរបស់ពួកគេជនរងគ្រោះម្នាក់គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតនៅសង្កាត់ច្បារអំពៅទី2រាជធានីភ្នំពេញលោកជឿនសារឹមត្រូវជន់ដៃដល់ស្ទាក់វាយនឹងដំបងបណ្ដាលឲ្យរបួសធ្ងន់ចំណែកម្នាក់ទៀតជាកូនប្រុសរបស់មន្ត្រីគណៈបកប្រឆាំងកំពុងជាប់ពន្ធនាគារលោកកៅថៃគឺយុវជនកៅសុកសេរីក៏ត្រូវជន់ដៃដល់ព្រួតវាយចំក្បាលឲ្យរបួសធ្ងន់ធ្ងរនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថាករណីនៃការលបវាយប្រហារកន្លងមកទៅលើសកម្មជនគណបកសង្គ្រោះជាតិឬសាច់ញាតិរបស់ពួកគេនេះ
រហូតមកដល់ពេលនេះពុំទាន់ឃើញសមត្ថកិច្ចវេយមុខរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាននៅឡើយនោះទេលោកបន្តថាករណីនេះហើយដែលជាការបង្កភាពភ័យខ្លាចដល់សកម្មជនដទៃទៀតអំពីសុវត្ថិភាពផ្ទាល់ខ្លួនលោកបន្តថាអាជ្ញាធរគួរផ្ដល់ការការពារនិងចាត់វិធានការតាមផ្លូវច្បាប់ស្វែងរកជនដៃដល់មកផ្ដន្ទាទោសឲ្យបានឆាប់ដើម្បីផ្ដល់យុត្តិធម៌ជូនសង្គមនិងលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋយើងជាសង្គមស៊ីវិលយើងក៏នៅថាអាជ្ញាធរគួរតែបង្កើនការយកចិត្តទុកដាក់ទៅមុខបង្កើននៃកិច្ចការពីសន្តិសុខភាពក៏ដូចជាការស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូបណាដើម្បីឲ្យមានជំនឿទុកចិត្តនោះបាទគិតមកដល់ពេលនេះមានសកម្មជនគណបកសង្គ្រោះជាតិជាង20នាក់ហើយដែលត្រូវជន់មិនស្គាល់មុខលួចវាយឲ្យរបួសភាគច្រើននៃករណីទាំងនោះបានកើតឡើងនៅរាជធានីភ្នំពេញហើយរហូតមកដល់ពេលនេះគ្មានជនប្រព្រឹត្តណាម្នាក់ត្រូវបានអាជ្ញាធររកឃើញឬក៏ចាប់ខ្លួនមកទទួលទោសនោះទេករណីអំពើហិង្សាលើមន្ត្រីសកម្មជនគណបកសង្គ្រោះជាតិច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នាគឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាពលួចវាយជនរងគ្រោះពីក្រោយខ្នងដោយប្រើដំបងដែកវាយសម្ដៅក្បាលរបស់ជនរងគ្រោះអាជ្ញាធរបានត្រឹមតែឆ្លើយដដែលថាកំពុងស៊ើបអង្កេតករណីទាំងនេះប៉ុន្តែអាជ្ញាធរមិនដែលបានបង្ហាញលទ្ធផលឬភស្តុតាងដែលអាចជឿទុកចិត្តបានទាក់ទងនឹងដំណើរការស៊ើបអង្កេតទាំងនោះឡើយអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាចាត់ទុកថាអំពើហិង្សាកើតឡើងញឹកញាប់នេះធ្វើឲ្យអង្គការសង្គមស៊ីវិលជឿថាសកម្មជនគណបកប្រឆាំងទាំងនេះបានក្លាយជាគោលដៅនៃការវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់ពួកគេអង្គការទាំងនេះលើកឡើងថាករណីទាំងនេះគឺជនរងគ្រោះនិងគ្រួសាររបស់ពួកគេកំពុងរងគ្រោះពីរដងពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេគឺពួកគេថែមទាំងមិនទទួលបានការគាំទ្រពីស្ថាប័នយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចនោះថែមទៀតនាងខ្ញុំសុជីវីអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីថ្ងៃកំណត់វិលចូលប្រទេសវិញរបស់មន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិនៅឯក្រៅប្រទេសកាន់តែខិតជិតចូលមកដល់ណាស់ទៅហើយស្របពេលដែលករណីធ្វើទុកបុកម្នេញលើសកម្មជនបកប្រឆាំងនៅមូលដ្ឋានដូចជាការតាមលបវាយក្បាលនឹងដំបងដែកឬក៏ឈើជ្រុងនិងការតាមឆ្លប់តាមដានដល់ផ្ទះក៏បន្តកើតមានជាហូរហែដែរឯជនដៃដល់នៅតែរួចខ្លួនជានិច្ចតើសកម្មជនគណៈបកសង្គ្រោះជាតិនៅឯមូលដ្ឋានត្រៀមចិត្តនឹងកាយយ៉ាងណាដែរដើម្បីទប់ទល់នឹងស្ថានភាពបែបនេះសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍របស់ខ្ញុំបាទជាមួយនឹងសកម្មជនគណបកសង្គ្រោះជាតិចំនួន3រូបនៅក្នុងការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនៅរាត្រីនេះចាប់ពីម៉ោង 8:30 នាទីដល់ម៉ោង 9 បាទសូមអរគុណលោកអ្នកនាងជាទីមេត្រីមានប្រភពមួយចំនួននៅលើបណ្ដាញសង្គមនិងគេហទំព័រ YouTube លួចយកស្លាកសញ្ញាឬ logo អត្ថបទខ្លឹមសារជាសំឡេងឬវីដេអូរបស់អាស៊ីសេរីទៅបំផាន់ព័ត៌មានឬបើកបញ្ឆោតឲ្យមានការចាប់អារម្មណ៍ចង់ចូលមើលច្រើនដើម្បីកេងចំណេញពីការរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតឬបម្រើគោលដៅនយោបាយណាមួយព័ត៌មានពិតរបស់អាស៊ីសេរីមានតែនៅតាមប្រភពចំនួន4ដូចជាខាងក្រោមនេះតែប៉ុណ្ណោះគេហទំព័រផ្លូវការរបស់អាស៊ីសេរី www.rfa.org/khmer គេហទំព័រ YouTube ផ្លូវការរបស់អាស៊ីសេរី www.youtube.com/rfa khmer video ទំព័រ Facebook ផ្លូវការរបស់អាស៊ីសេរី www.facebook.com/rfa cambodia ដែលមានសញ្ញាសម្គាល់ tick ពណ៌ខៀវនិងកម្មវិធីព័ត៌មានអាស៊ីសេរីឬ RFA app នៅលើទូរស័ព្ទដៃទំនើប Smartphone សម្រាប់ប្រព័ន្ធ iPhone និងប្រព័ន្ធ Android សូមអរគុណបាទលោកនាងជាទីមេត្រីងាកមកព័ត៌មានអំពីសិទ្ធិសេរីភាពនៅក្នុងការជួបប្រជុំគ្នានៅក្នុងស្ថានភាពនៃជំងឺ Covid-19 ជាពិសេសតាក់ទងនឹងការប្រពៃទិវាសិទ្ធិមនុស្ស10ធ្នូដែលបានកន្លងផុតទៅហើយមិនបានប្រពៃនោះសាលារដ្ឋាភិបាលភ្នំពេញមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលប្រពៃទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យដែលគ្រោងធ្វើនៅថ្ងៃទី20ខែធ្នូខាងមុខនេះទេដោយលើកឡើងពីហេតុផលនៃការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងសហគមន៍បើទោះបីជាយ៉ាងនេះក្តីអង្គការសង្គមស៊ីវិលប្រកាន់ជំហរដដែលគឺនឹងប្រពៃទិវាសិទ្ធិមនុស្សនេះក៏ប៉ុន្តែធ្វើបំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួនសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសាការីយ៉ាជុំវិញរឿងនេះ
អភិបាលរងរាជធានីភ្នំពេញលោកមានច័ន្ទយ៉ាដាផ្ញើលិខិតមួយច្បាប់ជូនអង្គការសង្គមស៊ីវិល53ស្ថាប័ននៅថ្ងៃទី17ធ្នូឲ្យផ្អាកការជួបជុំនិងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិមួយរយៈពេលសិនដោយសារការឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ចាប់ពីថ្ងៃទី28វិច្ឆិកានៅមិនទាន់ចប់សពគ្រប់នៅឡើយអភិបាលរងក្រុងរូបនេះតម្រូវឲ្យគណៈកម្មការរៀបចំនៃក្រុមអង្គការសង្គមស៊ីវិលដាក់លិខិតជូនសាលារាជធានីភ្នំពេញស្នើសុំជាថ្មីក្រោយពេលការឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ត្រូវបានរដ្ឋាភិបាលដោះស្រាយបញ្ចប់អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា Central លោកខុនថារ៉ូឲ្យដឹងថាសមាគមសហជីពអង្គការសង្គមស៊ីវិលនៅតែប្រកាន់ជំហរធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិនេះដដែលដោយធ្វើទៅតាមស្ថាប័នរៀងៗខ្លួនចាប់ពីថ្ងៃទី18រហូតដល់ចុងខែធ្នូដើម្បីជៀសវាងការឆ្លងជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលលោកបន្តថានៅថ្ងៃទី20ធ្នូអង្គការសង្គមស៊ីវិលនឹងធ្វើសន្និសីទសារព័ត៌មានមួយដើម្បីលើកឡើងពីសកម្មភាពនិងទុកកង្វល់របស់អង្គការសង្គមស៊ីវិលជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងឆ្នាំ2020នេះលោកបញ្ជាក់ថាអង្គការសង្គមស៊ីវិលសម្រាប់យកខែធ្នូគឺជាខែរំលឹកទិវាសិទ្ធិមនុស្សអន្តរជាតិបន្ទាប់ពីរដ្ឋាភិបាលសម្រេចលុបទិវានេះចេញពីថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាលោកស្នើដល់រដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់កម្ពុជាលើឆាកអន្តរជាតិយើងនៅតែអំពាវនាវឲ្យរដ្ឋាភិបាលនឹងត្រូវបើកលំហនៅសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនឹងឡើងវិញដើម្បីធានាឲ្យមាននៅលទ្ធិប្រជាធិបតេយ្យពេញលេញដើម្បីឲ្យមានសិទ្ធិសេរីភាពពេញលេញដើម្បីឲ្យមានសន្តិភាពពេញលេញដើម្បីឲ្យមានការអភិវឌ្ឍដោយពេញលេញហើយយើងនៅតែទទូចឲ្យរដ្ឋាភិបាលកុំយកហេតុផលនៃបញ្ហា COVID ដើម្បីជាហេតុផលនៅក្នុងការរដ្ឋបិទទៅនឹងសិទ្ធិសេរីភាពនៅក្នុងការជួបជុំនៃការប្រមូលផ្ដុំនៅក្នុងការសម្ដែងមតិនៅក្នុងសកម្មភាពស្របច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជារបស់យើងនឹងកាលពីថ្ងៃទី14ធ្នូក្រុមសមាគមសហជីពនិងសង្គមស៊ីវិលចំនួន53ស្ថាប័នបានដាក់លិខិតជូនដំណឹងទៅសាលាក្រុងភ្នំពេញដើម្បីរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅថ្ងៃទី20ធ្នូខាងមុខនេះដែលក្រុងនឹងមានអ្នកចូលរួមប្រមាណជាង1500នាក់នៅទីលានប្រជាធិបតេយ្យខណ្ឌរិស័យកែវនិងដង្ហែក្បួនទៅកាន់រដ្ឋសភាដើម្បីធ្វើសេចក្តីថ្លែងការណ៍នៅទីនោះនេះជាលើកទី2ហើយដែលសាលារាជធានីភ្នំពេញពន្យាពេលការជួបជុំរបស់អង្គការសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយមិនកំណត់ពេលនេះបន្ទាប់ពីសង្គមស៊ីវិលដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញរៀបចំទិវានេះកាលពីថ្ងៃទី6ធ្នូម្ដងរួចមកហើយក៏ប៉ុន្តែខាងសាលាក្រុងសម្រេចឲ្យលើកពេលទៅធ្វើនៅថ្ងៃទី20ធ្នូវិញដោយលើកហេតុផលថាខ្លាចឆ្លងជំងឺ Covid-19 ក្រុមអង្គការសង្គមស៊ីវិលអះអាងថាសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដើម្បីក្រើនរំលឹកដល់រដ្ឋាភិបាលឲ្យមានឆន្ទៈគោរពសិទ្ធិមនុស្សតាមកាតព្វកិច្ចរបស់ខ្លួនឡើងវិញស្របពេលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរខ្ញុំទីនសាការីយ៉ាអសិរ័យប្រធានាធិបតី Washington បាទលោកនាងជាទីមេត្រីបើទោះបីជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរថ្ងៃកំណត់វិលចូលប្រទេសវិញរបស់មន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិនៅប្រទេសក្រៅប្រទេសនោះក៏កាន់ខិតទៅចូលមកដល់ទៅហើយស្របពេលដែលករណីធ្វើទុកបុកម្នេញលើសកម្មជនបកប្រឆាំងនៅមូលដ្ឋានដូចជាការលបវាយក្បាលនឹងដំបងដែកឬក៏ឈើជ្រុងនិងការតាមឆ្លប់តាមដានដល់ផ្ទះក៏បន្តកើតមានជាហូរហែរីឯជនដៃដល់នៅតែរួចខ្លួនជានិច្ចតើសកម្មជនគណៈបកសង្គ្រោះជាតិនៅមូលដ្ឋានត្រៀមចិត្តនិងត្រៀមកាយយ៉ាងណាដែរដើម្បីទប់ស្កាត់ទប់ទល់នឹងស្ថានភាពបែបនេះបាទសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍ទស្សនាបទសម្ភាសន៍របស់ខ្ញុំបាទនិងមន្ត្រីសកម្មជនគណៈបកសង្គ្រោះជាតិនៅមូលដ្ឋាន3រូបគឺលោកកុងម៉ាស់លោកម៉ៃហុងស្រៀងនិងលោកគីវិសាលនៅក្នុងការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនារាត្រីនេះចាប់ពីម៉ោង 8:30 នាទីដល់ម៉ោង 9 យប់បាទសូមអរគុណបាទលោកនាងជាទីមេត្រីងាកមកព័ត៌មាននៅឯព្រំដែនកម្ពុជាថៃឯណោះវិញគឺអាជ្ញាធរកម្ពុជានិងថៃនៅជាប់ព្រំដែននៅថ្ងៃទី17ខែធ្នូនេះជួបប្រជុំពិភាក្សាគ្នាត្រៀមបើកច្រកទ្វារព្រំដែនចំនួន2នៅក្នុងខេត្តបន្ទាយមានជ័យដើម្បីឲ្យប្រជាពលរដ្ឋខ្មែរចូលទៅប្រកបរបរនៅក្នុងផ្សារថៃឡើងវិញមន្ត្រីអង្គការសង្គមស៊ីវិលសាទរនឹងគម្រោងនេះក៏ប៉ុន្តែស្នើឲ្យអាជ្ញាធរប្រទេសទាំងពីរបើកព្រំដែនឲ្យបានច្រើនបន្ថែមជាងនេះទៀតដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នោះអាចប្រកបរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបានបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតជុំវិញរឿងនេះ
អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីបានបង្ហោះសារនៅក្នុងបណ្ដាញសង្គម Facebook របស់លោកនៅរសៀលថ្ងៃទី17ធ្នូថាអាជ្ញាធរកម្ពុជានិងថៃបានពិភាក្សាគ្នាលើចំណុចមួយចំនួនរួមមានការត្រៀមបើកឲ្យអាជីវករខ្មែរចូលទៅប្រកបរបរលក់ដូរក្នុងផ្សាររងឃ្លឿខេត្តស្រះកែវឡើងវិញនិងបើកឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នៅក្រុងប៉ោយប៉ែតជាច្រកដឹកទំនិញបណ្ដោះអាសន្នដើម្បីកាត់បន្ថយការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រៅពីនេះក៏មានការពិភាក្សាគ្នាជុំវិញការអនុញ្ញាតឲ្យប្រជាពលករខ្មែរចូលទៅធ្វើការក្នុងវិស័យកសិកម្មនៅប្រទេសថៃផងដែរលោកអ៊ុំរាត្រីបញ្ជាក់ថាការធ្វើបែបនេះដើម្បីសម្រួលដល់ដំណើរការសេដ្ឋកិច្ចនៅតំបន់ព្រំដែនទោះយ៉ាងណាអភិបាលខេត្តបន្ទាយមានជ័យរូបនេះថ្លែងថាភាគីទាំងពីរមិនទាន់មានការឯកភាពគ្នាថាយ៉ាងណានៅឡើយទេចំពោះចំណុចទាំងនេះដោយរងចាំការសម្រេចនៅពេលក្រោយកិច្ចប្រជុំនេះភាគីកម្ពុជាមានអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីអភិបាលខេត្តបាត់ដំបងលោកងួនរតនៈនិងអភិបាលខេត្តស្រះកែវរបស់ថៃលោកគិតតិស័កច័ន្ទស្រាព្រមទាំងមន្ត្រីកងប្រដាប់អាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរមួយចំនួនទៀតអាស៊ីសេរីនៅពុំទាន់អាចតាក់ទងអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីនិងអភិបាលខេត្តបាត់ដំបងលោកងួនរតនៈដើម្បីសូមអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី17ធ្នូដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួលប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោកដិនពុទ្ធីប្រាប់អាស៊ីសេរីថាវិធានការរបស់អាជ្ញាធរនេះគ្រាន់តែជាការដោះស្រាយមួយផ្នែកតូចប៉ុណ្ណោះដោយមិនទាន់អាចជួយឲ្យប្រជាពលរដ្ឋនៅតំបន់ព្រំដែនមានជីវភាពប្រសើរឡើងបានឡើយលោកនិយាយថាដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅបានហូបបាយឆ្អែតលុះត្រាតែអាជ្ញាធរកម្ពុជានិងថៃបើកច្រកព្រំដែនប្រទេសទាំងពីរគ្រប់ច្រកទាំងអស់ឡើងវិញនិងអនុញ្ញាតឲ្យពលរដ្ឋគ្រប់អាជីពចេញចូលផ្សារថៃបានជាធម្មតាដើម្បីប្រកបរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារអ្នកដែលនៅជ័យដែននេះអ្នកណាក៏សង្ឃឹមដោះដូរទំនិញចេញចូលជាមួយនឹងថៃដែរព្រោះអ្នកនៅជ័យដែនអាហ្នឹងគឺត្រូវតែចាំបាច់អញ្ចឹងមកហើយអត់មានមុខរបរអីផ្សេងក្រៅហ្នឹងទេទោះបីជាប្រជាពលរដ្ឋនៅតាមជ័យដែនហ្នឹងគាត់មានមុខរបរដូចជាដាំដំណាំដាំអីគាត់ត្រូវការយកលក់ដែរនៅតាមស្រុកមួយចំនួនដូចជាសំពៅលូនអីម្ល៉ៃភ្នំព្រឹកនៅស្រុកផ្សេងទៀតដូចជាខេត្តឧត្តរមានជ័យខេត្តបៃលិនអីហ្នឹងគាត់ត្រូវតែដោះដូរទំនិញចេញចូលដូចគ្នាហ្នឹងមិនមែនតែអាជីវករទៅលក់ដូរតែអីវ៉ាន់នៅផ្សារបន្តិចហ្នឹងណាចំណែកប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលោកម៉ែនសារឿតថ្លែងថាលោកសាទរនឹងគម្រោងបើកច្រកទ្វារព្រំដែនប៉ោយប៉ែតឡើងវិញក៏ប៉ុន្តែលោកសំណូមពរឲ្យអាជ្ញាធរប្រទេសទាំងពីរអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញចូលផ្សារថៃឲ្យបានគ្រប់គ្នាជាពិសេសកម្មករអូររទេសនិងអ្នករកស៊ីលីសែងនៅតំបន់ព្រំដែនជាដើមឆាប់ការណាល្អការហ្នឹងព្រោះអីរាល់ថ្ងៃប្រជាជននៅប៉ោយប៉ែតរំពឹងតែច្រកហ្នឹងមួយទេរស់ដោយសារច្រកហ្នឹងឯងសម្រាប់អ្នកអស់តែបើថ្ងៃណាគឺគាត់សប្បាយចិត្តថ្ងៃហ្នឹងមកខ្ញុំចង់ឲ្យគាត់ដើរទលំទលាយដូចជាលើកមុនចឹងបងទលំទលាយនេះថាគាត់ប្រជាពលរដ្ឋមកពីចំណាយពីតាមកណ្ដាលខេត្តមកគាត់ចង់ទៅពេញឯតាំងខ្លួនគាត់ក៏បានកម្មករចូលទៅធ្វើការនៅក្នុងហ្នឹងក៏បានអ្នកនៅស្រុកជីដែរគាត់ចូលទៅទិញឲ្យបានខ្លួនឯងក៏បានអានេះសេរីបងជាសេរីបណ្ដាលដោយលើកមុនចឹងគាត់តែប្រជុំឲ្យតែអាជីវករចូលទៅលក់ព្រោះអត់មានអ្នកទិញក៏មិនដឹងធ្វើម៉េចអាជ្ញាធរកម្ពុជានិងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំងពីរចាប់តាំងពីថ្ងៃទី23មីនារហូតមកដើម្បីបង្ការកុំឲ្យមានការរាតត្បាតឆ្លងជំងឺ Covid-19 ការបិទទ្វារព្រំដែនជាច្រើនខែមកនេះបណ្ដាលឲ្យប្រជាពលរដ្ឋនៅតំបន់ព្រំដែនថៃអត់ការងារធ្វើនិងមានជីវភាពខ្វះខាតយ៉ាងខ្លាំងរហូតដល់មានអ្នកខ្លះដើររើសអេតចាយនិងអ្នកខ្លះទៀតដើរបេះត្រកួននិងរាវខ្យងយកប្រាក់ទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃមន្ត្រីសង្គមស៊ីវិលលោកដិនពុទ្ធីយល់ថាប្រសិនបើអាជ្ញាធរមិនបានបើកច្រកទ្វារព្រំដែនឲ្យប្រជាពលរដ្ឋចេញចូលដោយដើមវិញនោះទេនោះប្រជាពលរដ្ឋនឹងបន្តគ្មានអង្គច្រកឆ្នាំងដដែលខ្ញុំបាទសេកបណ្ឌិតអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីងាកមកព័ត៌មានដាច់ដライមួយផ្សេងទៀតគឺអគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជាទទួលបានឧបករណ៍ការពារនិងសម្ភារៈអនាម័យចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ជំងឺ Covid-19 ពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP និងប្រទេសអូស្ត្រាលីសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅថ្ងៃទី17ខែធ្នូឲ្យដឹងថាឧបករណ៍ការពារនិងសម្ភារៈអនាម័យទាំងនោះ
គឺសម្រាប់ប្រើប្រាស់បង្ការការរីករាលដាលជំងឺ Covid-19 និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែននៅក្នុងអំឡុងនិងក្រោយពេលវិបត្តិជំងឺ Covid-19 នេះជំនួយទាំងនោះរួមមានឧបករណ៍ការពារខ្លួនសម្ភារៈអនាម័យដូចជាឧបករណ៍វាស់កម្ដៅម៉ាស៊ីនថតចាប់កម្ដៅនិងឧបករណ៍បាញ់សម្លាប់មេរោគដែលតោងជាប់កញ្ចប់ទំនិញជាដើមបាទអគ្គនាយកគយនឹងរដ្ឋកោនឹងចែកឧបករណ៍ចាំបាច់បន្ទាន់ទាំងនេះទៅច្រកពាណិជ្ជកម្មឆ្លងដែនសំខាន់មានដូចជាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រុងបាវិតខេត្តស្វាយរៀងភ្នំដិនខេត្តតាកែវនិងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតំណាង UNDP ប្រចាំនៅកម្ពុជានិងឯកអគ្គរដ្ឋទូតអូស្ត្រាលីលើកឡើងស្រដៀងគ្នាថាការបន្តបើកច្រកទ្វារព្រំដែនឲ្យមានសកម្មភាពពាណិជ្ជកម្មគឺមានសារៈសំខាន់ខ្លាំងក្នុងការស្ដារឡើងវិញនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងការផ្តល់ជំនួយការពារការចម្លងជំងឺ Covid-19 ក្នុងផ្នែកនេះគឺដើម្បីធានាថាកម្ពុជានឹងនៅតែមានសុវត្ថិភាពនិងបើកទូលាយសម្រាប់ពាណិជ្ជកម្មឆ្លងដែនដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញបាទលោកនាងជាទីមេត្រីនៅក្នុងស្ថានភាពជំងឺ Covid-19 នេះមានវិធានការជាច្រើនដែលរដ្ឋាភិបាលបានចាត់ឡើងនៅក្នុងដើម្បីទប់ទល់ដោះស្រាយបញ្ហានេះហើយនៅក្នុងនោះក៏មានវិធានការមួយតាក់ទងនឹងសិស្សប្រឡងបាក់ឌុបនិងប្រឡងឌីប្លូមឆ្នាំនេះដែរសិស្សថ្នាក់ទី12មួយចំនួននឹងត្រេកអរនិងមួយចំនួនទៀតក៏ខកចិត្តដែរដែលក្រសួងអប់រំបានសម្រេចឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡងតាមបញ្ជារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនសិស្សមួយចំនួនយល់ថាការចំណាយពេល12ឆ្នាំរបស់ពួកគេនៅក្នុងការសិក្សាហាក់គ្មានតម្លៃដោយសារតែសញ្ញាបត្រហ្វ្រីនេះឯសមាគមគ្រូបង្រៀនវិញយល់ថាការសម្រេចចិត្តបែបនេះគឺធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តសិស្សដែលខកចិត្តសំទោសដែលខំតស៊ូរៀនសូត្រនឹងតាំងពីដើមមកហើយក៏ប៉ះពាល់ដល់ទឹកចិត្តរបស់សិស្សចំនួនក្រោយដែរសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍លម្អិតជាមួយរឿងនេះនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះបាទជុំវិញរឿងជំងឺ Covid-19 នេះដែរគឺអាជ្ញាធរក្រុងភ្នំពេញមិនទាន់សម្រេចយ៉ាងណាអំពីបញ្ហាវ៉ាក់សាំងនៅឡើយទេគឺរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញជំហរពិតប្រាកដយ៉ាងណានេះគឺមិនដឹងថាទិញវ៉ាក់សាំងឬក៏ទទួលយកវ៉ាក់សាំងការពារជំងឺ Covid ពីប្រទេសចិនជាមិត្តដៃថែបជាមួយគ្នាឬក៏យ៉ាងណានោះដែរអ្នកវិភាគសង្ស័យថាកម្ពុជាមិនមានទំនុកចិត្តទៅលើគុណភាពផ្នែកសុខាភិបាលរបស់ប្រទេសចិនទើបមិនហ៊ានបញ្ចេញជំហរណាមួយចំពោះវ៉ាក់សាំងជំងឺ Covid-19នេះបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់លោកហេងរស្មីជាមួយរឿងនេះអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអាវ៉ាន់ឌិនមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដដែលកម្ពុជាជ្រើសរើសយកវ៉ាក់សាំងពីប្រទេសដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកអ្នកស្រីគ្រាន់តែនិយាយយ៉ាងខ្លីថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានពន្យល់រឿងនេះរួចរាល់អស់ហើយចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកមុំមុនហេងក៏បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដែរកាលពីថ្ងៃទី16ខែធ្នូលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី15ខែធ្នូបានបញ្ជាក់ថារដ្ឋាភិបាលនៅតែរក្សាជំហរទិញវ៉ាក់សាំងពីប្រទេសណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកទោះជាយ៉ាងណាលោកហ៊ុនសែនបានបញ្ជាក់ថាតាមគោលការណ៍មនុស្សធម៌កូវ៉ាក់កម្ពុជានឹងទទួលបានវ៉ាក់សាំងពីអង្គការសុខភាពពិភពលោកចំនួន 20% នៃចំនួនប្រជាជនសរុបហើយដំណាក់កាលដំបូងនឹងផ្ដល់ឲ្យកម្ពុជាចំនួន 3% សិនដូច្នេះកម្ពុជានឹងទិញវ៉ាក់សាំងឲ្យប្រជាពលរដ្ឋចំនួន 80% ផ្សេងទៀតគឺស្មើនឹងជាង13លាននាក់កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះកម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុនឬប្រទេសណានោះទេហើយរឿងនេះជាគោលជំហរដាច់ខាតរបស់ហ៊ុនសែនតែទន្ទឹមនឹងបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃស៊ីផាតមានប្រសាសន៍ថាកម្ពុជាមិនប្រកាន់ថាវ៉ាក់សាំងមកពីប្រទេសណាទេឲ្យតែវ៉ាក់សាំងនោះទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
ព្រោះបញ្ហាអនាម័យនិងវិធានការសុខភាពមានតែអង្គការសុខភាពពិភពលោកតែមួយប៉ុណ្ណោះដែលអាចទទួលយកជាការបានលោកបន្តថាលោកនិយាយដូចនេះមិនមែនមានន័យថាប្រទេសចិនផលិតវ៉ាក់សាំងគ្មានគុណភាពនោះទេហើយចំពោះប្រទេសចិនចំពោះប្រទេសណាក៏ដោយគឺសម្ដេចលោកមិនចង់ឃើញថាយកប្រជាពលរដ្ឋខ្មែរហ្នឹងហើយជាកន្លែងពិសោធន៍ដោយសត្វទន្សាយដោយសត្វកដោនទេគឺសម្ដេចលោកមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរយកហើយខ្លាយទៅជាទិសដៅនៃការពិសោធន៍ក្នុងការប្រើប្រាស់ថ្នាំនោះបាទប្រទេសចិននិងប្រទេសកម្ពុជាធ្លាប់បានប្រកាសឲ្យថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចហើយនៅពេលដែលមានជំងឺ Covid-19 ចាប់ផ្ដើមផ្ទុះឡើងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីចុងខែធ្នូឆ្នាំ2019បានទៅបំពេញទស្សនកិច្ចដោយគ្មានការគ្រោងទុករហូតដល់ប្រទេសចិនផ្ដោះរហស្សនាមឲ្យលោកថាជាបុរសសង្ហាដើរបញ្ច្រាស់ខ្យល់ថែមទៀតផងលោកហ៊ុនសែនក្រោយពីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញលោកបានថ្លែងការពីមហាមិត្តដែលជាមិត្តដៃថែបរបស់លោកដោយប្រកាសថាលោកមិនខ្លាចជំងឺ Covid-19 រហូតទាល់តែថ្ងៃទី31កុម្ភៈទើបកម្ពុជាមានជំងឺ Covid-19 ទង្វើរបស់លោកហ៊ុនសែនបានធ្វើកន្លងមកត្រូវបានអ្នកវិភាគលើកឡើងថាគឺធ្វើឡើងដើម្បីផ្គាប់ចិត្តមហាមិត្តចិននិងចង់រួមសុខរួមទុក្ខជាមួយនឹងប្រទេសចិននៅពេលដែលមានជំងឺ Covid-19 លោកហ៊ុនសែនទើបតែប្រមាណខែចុងក្រោយនេះដោយមានការភ័យខ្លាចនឹងជំងឺ Covid-19 កាន់តែខ្លាំងលោកបានបញ្ជាឲ្យដាក់វិធានការក្តៅដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ចូលទៅក្នុងសហគមន៍និងបញ្ជាឲ្យចាប់ខ្លួនអ្នករិះគន់តាមបណ្ដាញ Facebook ណាដែលហ៊ានឌឺដងដល់វិធានការប្រឆាំងនឹងជំងឺ Covid-19 ដែលលោកទើបនឹងដាក់ចេញកាលពីពេលថ្មីៗនេះថែមទៀតផងមកដល់ពេលនេះរដ្ឋាភិបាលប្រទេសចិនបានប្រកាសចែកចាយវ៉ាក់សាំងជំងឺ Covid-19 ដែលបានផលិតដោយក្រុមហ៊ុនចិនឈ្មោះ Sinovac Biotech ចែកចាយដល់ប្រទេសតំបន់អាស៊ានមួយចំនួនរួមទាំងប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនដែលជាប្រទេសមានចំនួនបញ្ហាសមុទ្រចិនខាងត្បូងជាមួយប្រទេសចិនថែមទៀតផងយកវ៉ាក់សាំងរបស់ចិនមកធ្វើតេស្តសាកល្បងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតសេងសេរីមានប្រសាសន៍ថាមូលហេតុដែលរដ្ឋាភិបាលកម្ពុជាមិនទិញវ៉ាក់សាំង COVID-19 ពីប្រទេសចិនប្រហែលជាប្រទេសចិនមិនមានជំនឿទៅលើគុណភាពហើយរដ្ឋាភិបាលក៏មានភាពឆ្លាតវៃទាល់តែវ៉ាក់សាំងណាដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោកលោកបន្តថាអ្វីដែលសំខាន់រដ្ឋាភិបាលមិនចង់ប្រឈមទៅនឹងអ្វីដែលជាការបថុយបឋាននៅក្នុងការប្រើប្រាស់វ៉ាក់សាំងដែលមិនមានការទទួលស្គាល់ជាអន្តរជាតិទេហើយក្នុងករណីដែលកម្ពុជាបញ្ជាទិញពីប្រទេសចិនហើយមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោករួចហើយយកមកប្រើប្រាស់បើសិនបើមានផលប៉ះពាល់អវិជ្ជមាននោះរដ្ឋាភិបាលពិបាកបកស្រាយទៅនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគាំទ្រទៅលើវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកធ្វើម៉េចឲ្យអង្គការសុខភាពពិភពលោកទទួលស្គាល់សិនថាផលិតផលនេះត្រូវបានធានាដើម្បីធានាចំពោះពលរដ្ឋដែរនៅក្នុងការប្រើប្រាស់វ៉ាក់សាំងនោះបាទតែកតិនទៅនឹងបញ្ហានេះអ្នកវិភាគសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាការបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាមួយត្រូវគិតពីគុណភាពនិងសុវត្ថិភាពដែលគួរឲ្យទុកចិត្តបានលោកថាអ្វីដែលជាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជាទិញវ៉ាក់សាំងពីអង្គការសុខភាពពិភពលោកនោះដោយសារតែអង្គការសុខភាពពិភពលោកមានកម្មវិធីបញ្ចុះតម្លៃដល់ប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាដែលអាចលក់ក្នុងតម្លៃថោកជាងប្រទេសដទៃថែមទៀតផងត្រង់នឹងខ្ញុំក៏មិនដឹងថាតើប្រទេសក្នុងពិភពលោករួមទាំងកម្ពុជាផងហ្នឹងមានទំនុកចិត្តប៉ុណ្ណាទៅលើគុណភាពនៃវ៉ាក់សាំងរបស់ចិនណាបាទអាហ្នឹងខ្ញុំមិនបរិយាយព្រោះយើងមិនមែនបច្ចេកទេសបើយើងចោទចិនថាចិនផលិតវ៉ាក់សាំងមិនមានគុណភាពអាហ្នឹងយើងអត់មានអីអំណះអំណាងទេប៉ុន្តែខ្ញុំមើលទៅការទិញវ៉ាក់សាំងពីអង្គការសុខភាពពិភពលោកប្រហែលជាអាចមានការចុះតម្លៃធូរថ្លៃដែលអាចធ្វើឲ្យកម្ពុជាជាប្រទេសក្រីក្រហ្នឹងអាចទិញវ៉ាក់សាំងបានយកមកចាក់បានគ្រប់គ្នាណាមកដល់ពាក់កណ្ដាលខែធ្នូនេះមន្ត្រីអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសកម្ពុជាថាកម្ពុជាត្រូវរងចាំរហូតដល់ខែមិថុនាឆ្នាំ2021ទើបមានវ៉ាក់សាំងចាក់បង្ការជំងឺ Covid-19 ការលើកឡើងនេះស្របពេលនឹងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអវ៉ាន់ឌិនមិនបានបញ្ជាក់ថាកម្ពុជានឹងបានវ៉ាក់សាំងដំបូងពីក្រុមហ៊ុនមកពីប្រទេសណាមួយនៅឡើយទេខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីបំបញ្ញមិញនេះលោកហេងរស្មីបានរាយការណ៍អំពីរហស្សនាមរបស់លោកហ៊ុនសែនដែលត្រូវបានអ្នកកាសែតចិនដាក់ឲ្យថាជាបុរសសង្ហាដើរបញ្ច្រាស់ទិសបាទមិនមែនបញ្ច្រាស់ខ្យល់ទេបាទ
ងាកមកព័ត៌មានពីខេត្តមណ្ឌលគិរីឯនោះវិញគឺជនជាតិដើមភាគតិចនៅខេត្តនេះជាង50នាក់បានលើកគ្នាឃ្លាំមើលសវនាការប្រជុំសវនាការជំនុំជម្រះក្តីនៅរសៀលថ្ងៃទី17ខែធ្នូនេះក្នុងសំណុំរឿងបាត់ល្មើសព្រៃឈើដែលអភិបាលស្រុកបានប្តឹងជនជាតិដើមភាគតិចភ្នំម្នាក់គឺលោកគ្រឿងដុល្លារពីបទបរិហាកេរជាសាធារណៈតំណាងអัยការលោកមុំបណ្ដាបានសម្រេចមិនឃុំខ្លួនលោកគ្រឿងដុល្លារនោះទេក៏ប៉ុន្តែនៅតែរក្សាការចោទប្រកាន់ដដែលសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍លម្អិតជំរឿងនេះនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅព្រឹកស្អែកចាប់ពីម៉ោង 5:30 នាទីដល់ម៉ោង 6:30 នាទីបាទសូមអរគុណបាទលោកនាងជាទីមេត្រីព័ត៌មានអំពីការប្រឡងបាក់ឌុបនិងប្រឡងឌីប្លូមឆ្នាំនេះដែលមិនចាំបាច់ប្រឡងក៏ជាប់ដោយស្វ័យប្រវត្តិនោះគឺសិស្សថ្នាក់ទី12មួយចំនួនត្រេកអរនិងមួយចំនួនទៀតខកចិត្តដែលក្រសួងអប់រំបានសម្រេចឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡងតាមបញ្ជារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនសិស្សមួយចំនួនយល់ថាការចំណាយពេល12ឆ្នាំរបស់ពួកគាត់នៅក្នុងការសិក្សាហាក់ដូចជាគ្មានតម្លៃអ្វីសោះដោយសារតែសញ្ញាបត្រ free បែបនេះសមាគមគ្រូបង្រៀនឯករាជ្យនៅកម្ពុជាយល់ថាការសម្រេចបែបនេះធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តសិស្សដែលខិតខំតស៊ូរៀនសូត្រនិងទឹកចិត្តសិស្សជំនាន់ក្រោយផងបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់លោកវ៉ែនសុមេតជាមួយរឿងនេះសិស្សានុសិស្សមួយចំនួនត្រេកអរនឹងការសម្រេចរបស់ក្រសួងអប់រំដែលឲ្យពួកគេជាប់ដោយស្វ័យប្រវត្តិក្រោមហេតុផលថាបញ្ហា COVID-19 ដែលអូសបន្លាយធ្វើឲ្យការសិក្សារបស់ពួកគេមិនបានពេញលេញសិស្សវិទ្យាល័យហ៊ុនសែនស្អាងក្នុងខេត្តកណ្ដាលយុវតីឌីសូងមេងឲ្យអាស៊ីសេរីដឹងថាកញ្ញាសាទរដែលរដ្ឋាភិបាលប្រកាសឲ្យសិស្សថ្នាក់ទី12ទាំងអស់ជាប់ដោយស្វ័យប្រវត្តិកញ្ញាបន្តថាកញ្ញាពុំសូវបានចំណាយពេលវេលាពេញលេញក្នុងការសិក្សាតាមអនឡាញដូចនៅសាលារៀននោះទេមានអារម្មណ៍ថាបាក់ទឹកចិត្តរឿងរៀនដល់ពេលគាត់ប្រកាសថាបានជាប់ចឹងរៀងស្បែកចិត្តតិចព្រោះឥឡូវរៀងបាក់ទឹកចិត្តដែរអត់សូវមើលមេរៀនសូវអីរៀងហ្នឹងរៀងបានតិចអ្នកខ្លះនៅផ្ទះអត់សូវបានរៀនដូចខ្ញុំអីនៅផ្ទះជួយការងារចឹងទៅនៅផ្ទះវាមានរឿងច្រើនអត់សូវបានរៀនចំណែកសិស្សថ្នាក់ទី12ម្នាក់ទៀតនៅខេត្តកណ្ដាលយុវជនឡាយលីហូរៀបរាប់ថាលោកអាចទទួលយកបានចំពោះការសម្រេចរបស់ក្រសួងដោយសារលោកបានបញ្ចេញសមត្ថភាពរបស់លោកនៅពេលប្រឡងឆមាសរួចមកហើយគេធ្វើបែបនេះក៏ព្រោះតែគេចង់កុំឲ្យមានការរីករាលដាលក៏ដូចជាឆ្លងជំងឺ Covid ហើយខ្ញុំក៏ចង់ប្រាប់ពួកគាត់ថាធ្វើចឹងហើយបើសមត្ថភាពយើងមានក៏ដូចជាយើងដឹងសមត្ថភាពយើងអាចបញ្ចេញនៅពេលឆមាសហើយយើងក៏ព្រមទទួលស្គាល់ទៅព្រោះអីសង្គមសព្វថ្ងៃក៏ពោលជួបការលំបាកហើយយើងកុំភ្លេចនៅការថែទាំសុខភាពកុំឲ្យប្រហែលជាមួយនឹងជំងឺនេះសោះទោះជាយ៉ាងណាមានសិស្សខ្លះក៏ខកចិត្តដែរចំពោះការសម្រេចឲ្យជាប់ដោយស្វ័យប្រវត្តិនេះព្រោះពួកគេបានប្រឹងប្រែងសិក្សាជាយូរមកហើយសម្រាប់ការប្រឡងនេះយុវសិស្សលោកកូបណាលីននៅខេត្តតាកែវថ្លែងថាសញ្ញាបត្រដែលទទួលបានដោយមិនឆ្លងកាត់ការប្រឡងនេះគឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយព្រោះសិស្សនឹងមានភាពខ្មាស់អៀននៅពេលនរណាម្នាក់សួរនាំពួកគេហើយបង្កើតឲ្យមានការរើសអើងនិងបាក់ទឹកចិត្តក្នុងការបន្តការសិក្សាជាដើមម្យ៉ាងទៀតលោកថាការសម្រេចបែបនេះក៏អយុត្តិធម៌សម្រាប់សិស្សដែលប្រឹងប្រែងរៀនសូត្រដែរព្រោះពួកគេទទួលបានសញ្ញាបត្រដែលគ្មាននិទេសដូចគ្នានឹងសិស្សដែលមិនប្រឹងរៀនយ៉ាងដូចនេះដែរខ្ញុំគិតថាការប្រឡងទូរយៈភូមិដែលប្រឡងទៅតាមសាលាខ្លួនឯងវាក៏ជាជម្រើសល្អមួយដែរសម្រាប់ការទប់ទល់ជាមួយនឹង COVID យើងអាចដាក់បេក្ខជនឲ្យតិចជាងមុនស្រដៀងគ្នានេះសិស្សថ្នាក់ទី12ម្នាក់ទៀតនៅខេត្តក្រចេះយុវតីមនីរតម៉ូនីកាបង្ហាញការសោកស្ដាយថាកញ្ញាបានចំណាយពេលវេលាជាច្រើនក្នុងការសិក្សាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីត្រៀមប្រឡងទោះបីជាកម្ពុជាមានវិបត្តិជំងឺ COVID-19 ក៏ដោយកញ្ញាបន្តថាកញ្ញាបានត្រៀមរួចជាស្រេចក្នុងការប្រឡងហើយជឿជាក់យ៉ាងមុតមាំថានឹងអាចយកបាននិទេសខ្ពស់ប៉ុន្តែបែរជាពេលនេះទទួលបានសញ្ញាបត្រដែលគ្មាននិទេសទៅវិញយល់ឃើញថាបើសិនជាឲ្យជាប់ស្វ័យប្រវត្តិចឹងយើងអត់ដឹងថាសមត្ថភាពយើងមិនហិតទៅខ្លាចពេលដែលយើងតាក់ពាក្យធ្វើការអីចឹងគេអត់ទទួលយើងអីចឹងសោកស្ដាយសម្រាប់អ្នកដែលគាត់ខឹងរៀនហើយគាត់សង្ឃឹមបាននិទេសល្អអីចឹងណាដល់ពេលអ្នកដែលអត់បានរៀនដល់ពេលឲ្យជាប់ស្វ័យប្រវត្តិចឹងមានអារម្មណ៍ថាអ្នកខំរៀនណាព្រោះគាត់សង្ឃឹមថាគាត់បាននិទេសល្អអាចបានដល់និទេសអេទៀតរីឯសិស្សថ្នាក់ទី12ម្នាក់ទៀតនៅខេត្តព្រៃវែងថ្លែងថាសញ្ញាបត្រនេះ
គ្មានតម្លៃសម្រាប់កញ្ញានោះទេព្រោះកញ្ញាបានប្រឹងប្រែងសិក្សាអស់រយៈពេល12ឆ្នាំដោយចំណាយថវិកាអស់ជាច្រើនទៅលើការរៀនបំពន់រួមទាំងការជួលបន្ទប់នៅក្បែរមណ្ឌលប្រឡងជាដើមកញ្ញាលើកឡើងថាការទទួលបានសញ្ញាបត្រងាយៗបែបនេះនឹងធ្វើឲ្យកញ្ញាបាត់បង់ឱកាសក្នុងការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាបន្ថែមទៀតហើយក៏មានភាពខ្មាស់អៀនចំពោះអ្នកដទៃដែរខ្ញុំប្រឹងរៀនតាំងពីថ្នាក់ទី10មិនមែនត្រឹមដើមឆ្នាំទី12ទេបើនិយាយពីសាច់រៀនគួរហ្នឹងខ្ទង់$1,000ហ្មងបងរៀនច្រើនមែនតើទី1ថ្លៃរៀនគួរទី2ថ្លៃសាំងម៉ូតូព្រោះចាស់ខ្ញុំឆ្ងាយពីសាលាឆ្ងាយពីកន្លែងរៀនអញ្ចឹងបងឲ្យពួកខ្ញុំបើនិយាយពីរឿងលុយហ្នឹងវាខ្លាំងហើយអ្វីដែលខ្លាំងទេគឺការតស៊ូឆន្ទៈដែលយើងចង់បាននេះទេល្អហើយដល់ពេលទៅអញ្ចឹងវិញបងឲ្យមួយវិញទៀតអន់ចិត្តខ្លាំងបំផុតគឺសម្បីតែអ្នកដែលគាត់អត់ដែរសូរៀនអ្នកដែលគាត់អត់ខំប្រឹងរៀនបែរជាមកជាប់ដែរគឺពិបាកមែនតើបងពិបាកធ្វើចិត្តណាក្រសួងអប់រំយុវជននិងកីឡាបានសម្រេចនៅថ្ងៃទី16ធ្នូឲ្យសិស្សថ្នាក់ទី12និងទី9ដែលបានចុះឈ្មោះប្រឡងទាំងអស់ឲ្យជាប់ជាស្ថាពរដោយគ្មានការកំណត់នីតិនោះទេតាមពិតក្រសួងអប់រំគ្រោងរៀបចំការប្រឡងបាក់ឌុបនេះនៅពាក់កណ្ដាលខែមករាឆ្នាំ2021ខាងមុខក៏ប៉ុន្តែក្រសួងលុបចោលការប្រឡងនេះវិញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងនៅថ្ងៃទី15ធ្នូថាលោកមិនអនុញ្ញាតឲ្យមានការប្រឡងនោះឡើយព្រោះលោកបារម្ភខ្លាចផ្ទុះជំងឺ COVID-19 លោកបានប្រាប់ឲ្យក្រសួងអប់រំអនុញ្ញាតឲ្យសិស្សថ្នាក់ទី12ជាប់ដោយស្វ័យប្រវត្តិដើម្បីពួកគេចូលរៀននៅថ្នាក់ឧត្តមសិក្សាបន្តទៀតលោកឯងយកទៅពីរឿងវិស័យអប់រំមួយយកមកគិតអត់មានគិតដល់ប្រជាជនទូទៅតើឲ្យខ្ញុំទទួលមិនបានក្នុងឋានៈខ្ញុំជាមេដឹកនាំប្រទេសទទួលខុសត្រូវចំពោះមុខសភាហើយចំណែកអង្គការសង្គមស៊ីវិលគ្រូបង្រៀននិងសាធារណជនមួយចំនួនបានរិះគន់ចំពោះប្រសាសន៍របស់លោកហ៊ុនសែនពួកគេថាក្នុងនាមជាមេដឹកនាំនយោបាយលោកហ៊ុនសែនមិនគួរជ្រៀតជ្រែកការងាររបស់ស្ថាប័នអប់រំនោះទេព្រោះជាច្រើនឆ្នាំមកនេះក្រសួងអប់រំកំពុងអនុវត្តកម្មវិធីកំណែទម្រង់គុណភាពអប់រំដោយកំណត់ថាអ្នកចេះគឺជាប់ក៏ប៉ុន្តែការប្រកាសរបស់លោកហ៊ុនសែននេះបានធ្វើឲ្យសិស្សដែលមិនប្រឹងប្រែងរៀនសូត្របានជាប់ដោយស្វ័យប្រវត្តិម្យ៉ាងវិញទៀតករណីនេះនឹងប៉ះពាល់ទៅដល់ការទទួលបានអាហារូបករណ៍របស់សិស្សនៅថ្នាក់ឧត្តមសិក្សានិងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដែលជាក្តីបំណងដ៏ធំសម្រាប់សិស្សថ្នាក់ទី12ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រីអុកឆាយាវីមានប្រសាសន៍ថាអ្នកស្រីមិនសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រសួងអប់រំនោះទេអ្នកស្រីបន្តថាការប្រកាសបែបនេះជាសំណាងរបស់សិស្សដែលមិនខិតខំរៀនសូត្រតែជាបញ្ហារបស់សិស្សដែលតស៊ូពិតប្រាកដក្នុងការសិក្សាអ្នកស្រីលើកឡើងថាការប្រកាសបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តចំពោះសិស្សចំនួនក្រោយៗទៀតអ្នកស្រីនៅតែទទូចឲ្យលោកហ៊ុនសែននិងក្រសួងអប់រំពិចារណាម្ដងទៀតនៅវិធានការដែលខ្លួនបានដាក់ចេញមកនេះនិងស្នើឲ្យកែប្រែឲ្យមានការប្រឡងឡើងវិញនេះជាភ័ព្វសំណាងដល់សិស្សដែលអត់បានរៀនសិស្សហើយពួកគាត់អត់បានខិតខំសិក្សាក៏ជាប់អូតូម៉ាទិកហ្នឹងណាក្នុងឆ្នាំសិក្សា2019-2020នេះបេក្ខជនដែលត្រូវប្រឡងបាក់ឌុបមានចំនួនជាង 120,000 នាក់ខ្ញុំបាទវ៉ែនសុមេតអាស៊ីសេរីបាទលោកនាងជាទីមេត្រីងាកមកព័ត៌មានអំពីវ៉ាក់សាំងជំងឺ Covid-19 គឺខាងអ្នកជំនាញខាងកិច្ចការអន្តរជាតិលើកឡើងថាប្រទេសកុម្មុយនីសចិនកំពុងតែចង់ប្រកួតប្រជែងវ៉ាក់សាំងការពារជំងឺ Covid-19 នឹងប្រទេសលោកសេរីនៅតំបន់អាស៊ីអាគ្នេយ៍ការលើកឡើងនេះគឺនៅស្របពេលដែលចិនបានប្រកាសថានឹងបញ្ជូនវ៉ាក់សាំងការពារជំងឺ Covid-19 ទៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់លោកទីនសាកយ៉ាជុំវិញព័ត៌មាននេះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិលោកអែមសវណ្ណរាលើកឡើងថាចិនមិនអាចពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ឬអាស៊ានបានឡើយលោកអែមសវណ្ណរាបញ្ជាក់ថាមកទល់ពេលនេះទោះជាប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីទទួលយកវ៉ាក់សាំងការពារជំងឺ Covid-19 យកទៅធ្វើតេស្តសាកល្បងក៏ដោយក៏ពុំមានន័យថាចិននឹងមានឥទ្ធិពលលើប្រទេសទាំងនេះនិងប្រទេសផ្សេងទៀតនៅក្នុងតំបន់នោះដែរទោះបីជាឃើញថាចិនហាក់ដូចជា
ចូលមកអន្តរាគមន៍មុនគេទៅលើការផ្ដល់ជំនួយផ្នែកវ៉ាក់សាំងការពារ COVID-19 នេះមុនគេក៏ដោយក៏ប៉ុន្តែដោយក្នុងនេះយើងឃើញមានម៉ាឡេមានឥណ្ឌូនេស៊ីចាប់ផ្ដើមប៉ុន្តែហាក់ដូចជាគ្រាន់តែជំនួយផ្នែកយន្តការមួយទេប៉ុន្តែវាមិនជាយន្តការមួយបញ្ជាក់ថាចិននឹងគ្របដណ្ដប់នៅអាស៊ីអាគ្នេយ៍បានទេនឹងលែងតែឃើញចំហកម្ពុជានឹងឡាយហាក់ដូចជាមានភាពស្និទ្ធស្នាលក្រៅពីនឹងម៉ាឡេយើងឃើញគណៈបកប្រឆាំងកំពុងតែមានយន្តការគណៈបកអិនវ៉ាអ៊ីប្រាហ៊ីមកំពុងមានបង្កើតរដ្ឋាភិបាលថ្មីហើយដូចជាមិនសូវគ្រប់គ្រងជាមួយនឹងនយោបាយរបស់ចិនទេបាទកាលពីពេលថ្មីនេះរដ្ឋាភិបាលចិនបានប្រកាសថានឹងចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនរបស់ចិនឈ្មោះ Sinovac Biotech ចែកចាយទៅប្រទេសនៅតំបន់អាស៊ានទាំងមូលមកទល់ពេលនេះមានប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងហ្វីលីពីនដែលជាក្រុមប្រទេសមានចំនួនសមុទ្រចិនខាងត្បូងជាមួយចិនផងនោះយកវ៉ាក់សាំងរបស់ចិននេះមកធ្វើតេស្តសាកល្បងនៅស្របពេលក្រុមហ៊ុននៅសហគមន៍អឺរ៉ុបនិងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិកបានបញ្ជាក់ថាមានប្រសិទ្ធភាពជាង 90% និងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិកបានបញ្ជាក់ពីប្រសិទ្ធភាពជាង 90% ប្រទេសមួយចំនួនបានបញ្ជាទិញរួចរាល់ហើយរីឯកម្ពុជាវិញទោះបីជាកន្លងមកអ្នកវិភាគមើលឃើញថាជាមិត្តដៃថែបជាមួយចិនក៏ដោយក៏មកទល់ពេលនេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនមិនទាន់ប្រកាសទិញវ៉ាក់សាំងពីចិនឬពីប្រទេសណាមួយនៅឡើយទេទោះបីជាបែបនេះក្តីលោកហ៊ុនសែនប្រកាសថាកម្ពុជាមិនបញ្ជាទិញវ៉ាក់សាំងការពារជំងឺ COVID-19 ពីប្រទេសណាដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO នោះឡើយលោកហ៊ុនសែនអះអាងថានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុននិងប្រទេសណាមួយនោះដែរទាក់ទងនឹងបញ្ហានេះអ្នកខ្លោមើលផ្នែកអភិវឌ្ឍសង្គមបណ្ឌិតសេងសេរីមានប្រសាសន៍ថាលោកហ៊ុនសែនប្រកាសមិនយកវ៉ាក់សាំងពីប្រទេសណាដែលមិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះគឺចង់បង្ហាញឲ្យឃើញថារដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋបន្ទោសនោះឡើយបើសិនជាក្នុងករណីដែលគាត់ទទួលពីចិនដោយផ្ទាល់ហើយមិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកហើយយើងយកមកប្រើប្រាស់ដោយគ្មានបញ្ហាអីអានឹងបើសិនជាមិនមានបញ្ហាកើតឡើងអានឹងអត់អីទេគឺគាត់ទទួលបានការគ្រប់គ្រងពីមហាជនផងគាត់អាចថាសារទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែប្រសើរជាងមុនកាន់តែរឹងមាំជាងមុនហើយដៃថែបហ្នឹងកាន់តែមាំជាងមុនក៏ប៉ុន្តែដូចខ្ញុំបានលើកឡើងអញ្ចឹងថាមកក្នុងករណីស្រាប់តែកម្ពុជាទទួលវ៉ាក់សាំងពីប្រទេសចិនហើយប្រើប្រាស់បានខ្លះហើយឬក៏ចាក់បានមួយដងពីរដងហើយស្រាប់តែអង្គការសុខភាពពិភពលោកប្រកាសថាវ៉ាក់សាំងចិនហ្នឹងប្រើប្រាស់មិនបានទេអានេះគឺគ្រោះថ្នាក់តែម្ដងគឺមានន័យថាទំនាក់ទំនងចិនកម្ពុជាហ្នឹងទោះបីរដ្ឋាភិបាលនិងរដ្ឋាភិបាលចិនហ្នឹងល្អកល្អឿនជាមួយគ្នាក៏ដោយប៉ុន្តែពលរដ្ឋកម្ពុជាហ្នឹងគឺចាប់ផ្ដើមងាកស្អប់ប្រទេសចិនកាន់តែខ្លាំងដោយសារតែចិនផ្ដល់អំណោយដែលគ្មានគុណភាពឲ្យកម្ពុជាហ្នឹងទី1ទី2គឺលោកនាយករដ្ឋមន្ត្រីខ្លួនឯងហ្នឹងក៏បាត់បង់ប្រជាប្រិយភាពដែរគឺជាការធ្វេសប្រហែសនៅក្នុងការទទួលវ៉ាក់សាំងដែលមិនទាន់បានទទួលស្គាល់ដោយស្ថាប័នសុខភាពណាមួយហើយយកមកឲ្យប្រជាជនខ្លួនឯងប្រើទោះបីជាលោកហ៊ុនសែនប្រកាសមិនទទួលស្គាល់វ៉ាក់សាំងពីប្រទេសដែលមិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោកបែបនេះក្តីតែលោកហ៊ុនសែនបង្ហើបឲ្យដឹងថាអង្គការសុខភាពពិភពលោកនឹងផ្ដល់វ៉ាក់សាំងចំនួន 20% នៃចំនួនប្រជាពលរដ្ឋសរុបឬស្មើប្រជាពលរដ្ឋកម្ពុជា 3 លាន 2 សែននាក់តាមរយៈគម្រោងមួយឈ្មោះថា COVAX តែកម្ពុជាត្រូវបង់ថវិកាបដិភាគ 5% នៃតម្លៃសរុបប្រទេសណាខ្លះវ៉ាក់សាំងនៅប្រទេសណាខ្លះដែលគេនឹងទទួលស្គាល់ប្រហែលជាបើតាមព័ត៌មានខ្លះអាចក្នុងខែមករាទើបមានការទទួលស្គាល់អញ្ចឹងយើងត្រូវការ1លានដុសមកដំបូងសម្រាប់មនុស្ស50,000 នាក់ដែលក្នុងមនុស្ស50,000 នាក់នេះគឺយើងមានបញ្ជីរួចស្រេចអ្នកដែលមានអតិភិបមាន410000ជាង410000នាក់ដែលត្រូវបានទទួលមុនគេលោកហ៊ុនសែនក៏ប្រកាសពីលុយជំនួយសប្បុរសជនគិតត្រឹមថ្ងៃទី14ធ្នូមានអ្នកជំនួយមន្ត្រីរាជការព្រះសង្ឃនិងបរិវត្តជិត 40,000 នាក់បានចូលរួមវិភាគទានទិញវ៉ាក់សាំងដែលស្របជាទឹកប្រាក់ជិត$50 លាននិងលុយខ្មែរជិត 4,000 លានរៀលថែមទៀតលោកហ៊ុនសែនបង្ហើបឲ្យដឹងថាលោកបានតាក់ទងអង្គការសុខភាពពិភពលោកដើម្បីទទួលបានវ៉ាក់សាំងពីគម្រោងCOVAXនេះនៅបន្ទាប់ពីលោកសំរងស៊ីប្រធានស្ដីទីគណៈបកប្រឆាំងបានរិះគន់ថាយុទ្ធនាការរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋដើម្បីទិញវ៉ាក់សាំងនោះគឺជាទង្វើបាត់បង់អំពើពុករលួយរបស់ខ្លួនទៅវិញទេលោកសំរងស៊ីបានថ្លែងកាលពីថ្ងៃទី12ធ្នូដោយជំរុញឲ្យរបបលហ៊ុនសែនសូមចុះឈ្មោះចូលនៅក្នុងគម្រោងរបស់COVAXដែលជាគម្រោងមួយរបស់អង្គការសុខភាពពិភពលោក
ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិលោកសំរងស៊ីបញ្ជាក់ថាគម្រោងនេះគេបានរៃអង្គាសប្រាក់ពីប្រទេសអ្នកមានដើម្បីជួយដល់ប្រទេសក្រីក្រដូចជាកម្ពុជាជាដើមតែនៅស្រុកខ្មែរក្រមរបបលោកហ៊ុនសែនមិនត្រឹមតែមិនជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋទេមានតែមករៃអង្គាសលុយថែមទៀតយកលេសកូវីដនេះមកបំបេះបំបោចពីមាត់ប្រជាពលរដ្ឋដែលលោកកំពុងតែខ្វះអ្វីទទួលទានផងមកបំបេះបំបោចពីមាត់ដើម្បីថាយកទៅទិញវ៉ាក់សាំងដូច្នេះរដ្ឋាភិបាលធ្វើអីមិនជួយប្រជាពលរដ្ឋមានតែដាក់បន្ទុកមកលើប្រជាពលរដ្ឋថែមទៀតទោះបីជារបបលហ៊ុនសែនបានប្រកាសថានឹងទទួលបានវ៉ាក់សាំងចំនួន 20% ពីកូវ៉ាក់ក៏ដោយក៏កម្ពុជានៅត្រូវការវ៉ាក់សាំងជាច្រើនថែមទៀតទាក់ទងនឹងបញ្ហានេះបណ្ឌិតសេងសេរីមានប្រសាសន៍ថាចិននឹងស្វះស្វែងរកមធ្យោបាយដើម្បីឲ្យអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួនដើម្បីចែកចាយទៅតំបន់អាស៊ីអាគ្នេយ៍តាមផែនការរបស់ខ្លួនលោកបញ្ជាក់ថានៅពេលនោះកម្ពុជាក៏អាចទិញវ៉ាក់សាំងពីចិនខ្លះដែរក៏ប៉ុន្តែខ្ញុំថាចិនក៏មិនល្ងងនៅក្នុងការផ្ដល់វ៉ាក់សាំងរបស់ខ្លួនដោយមិនទទួលបានការធានាពីស្ថាប័នអង្គការសហប្រជាជាតិណាមួយដែលធ្វើឲ្យអាប់មុខអាប់មាត់ទៅដល់គុណភាពរបស់ផលិតផលចិនដែរអញ្ចឹងហើយខ្ញុំថាប្រទេសចិនចង់ធ្វើម៉េចឲ្យផលិតផលរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយប្រជាជននៅក្នុងអាស៊ីចិនគ្មានជំរឿនអីក្រៅតែពីយកវ៉ាក់សាំងរបស់ខ្លួនទៅធានាដោយអង្គការសុខភាពពិភពលោកទេដើម្បីធ្វើម៉េចឲ្យប្រជាជននៅក្នុងតំបន់អាស៊ីហ្នឹងអាចទទួលយកបានហើយមានចិត្តក្នុងការប្រើវ៉ាក់សាំងហ្នឹងបាទក្រុមនៃវិភាគលើកឡើងថាទោះបីជាប្រទេសមួយចំនួនទទួលយកវ៉ាក់សាំងពីចិនទៅសាកល្បងក្តីពុំមានន័យថាចិនអាចទទួលបានជោគជ័យលើការពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានដែរព្រោះថាប្រទេសមួយចំនួនកំពុងមានចំនួនជាមួយចិនអំពីបញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសផងនិងបញ្ហាពឹងពាក់សេដ្ឋកិច្ចពីប្រទេសលោកសេរីផងប្រទេសក្នុងតំបន់ភាគច្រើនពឹងផ្អែកលើការនាំចេញឬការធ្វើពាណិជ្ជកម្មជាមួយប្រទេសលោកសេរីឬសហគមន៍អឺរ៉ុបលើកលែងតែប្រទេសពីរប៉ុណ្ណោះនៅក្នុងតំបន់ដែលចិនមានឥទ្ធិពលខ្លាំងគឺកម្ពុជានិងឡាវខ្ញុំទីនសាការីយ៉ាស៊ីសេរីប្រធានាធិបតី Washington បលរនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនដែលលើកសរសើរខ្លួនឯងថាជាមេដឹកនាំប៉ិនប្រសប់និងមានបារមីខ្ពស់ទើបអាចដឹកនាំកម្ពុជាបានរយៈពេលជាង30ឆ្នាំមកនេះមន្ត្រីបកប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលថាការដឹកនាំរយៈពេលយូរបែបនេះគឺដោយសារតែលោកហ៊ុនសែនប្រកែកខាងប្រើអំណាចផ្ដាច់ការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋនិងបំបិទសម្លេងគណៈបកប្រឆាំងតែប៉ុណ្ណោះបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតជាមួយរឿងនេះគណៈបកសង្គ្រោះជាតិនិងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមេដឹកនាំប៉ិនប្រសប់ខាងកំចាត់ដៃគូប្រកួតប្រជែងនិងបង្ក្រាបអ្នករិះគន់ដោយខុសច្បាប់ដើម្បីក្តោបផ្ដាប់អំណាចតំណាងរាស្ត្រជាប់ឆ្នោតគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានដែលធ្លាប់ត្រូវបានលោកហ៊ុនសែនចាប់ដាក់ពន្ធនាគារដោយសាររិះគន់រឿងព្រំដែនមានប្រសាសន៍ថាលោកហ៊ុនសែនអាចកាន់កាប់អំណាចបានតាំងពីពាក់កណ្ដាលទសវត្សរ៍ទី80រហូតដល់សពថ្ងៃដោយសារតែល្បិចកលទុច្ចរិតការប្រើអំណាចផ្ដាច់ការនិងរដ្ឋប្រហារលោកបញ្ជាក់ថាលោកមិនជឿលើរឿងថាលោកហ៊ុនសែនមានបារមីនោះទេប៉ុន្តែចំណុចសំខាន់គឺលោកហ៊ុនសែនហ៊ានប្រើគ្រប់ល្បិចកលដើម្បីកម្ចាត់គូប្រជែងទាំងនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងគណៈបកប្រឆាំងគាត់ឈ្នះឆ្នោតរហូតមានប៉ុន្តែគាត់ឈ្នះឆ្នោតតាមរបៀបទុច្ចរិតតាមរបៀបលួចស្លឹកឆ្នោតតាមរបៀបផ្ដាច់ការមិនតាមលក្ខណៈប្រជាធិបតេយ្យគឺមិនតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដូច្នេះនិយាយខ្លះគាត់ខ្លាំងមែនខ្លាំងរបៀបល្បិចខូចប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីលោកហ៊ុនសែនបានថ្លែងនៅថ្ងៃទី15ធ្នូដោយលើកសរសើរខ្លួនឯងថាលោកជាមេដឹកនាំដែលមានភាពប៉ិនប្រសប់ស្របតាមសុភាសិតខ្មែរដែលថាចេះ10មិនស្មើប្រសពមួយជាងនេះទៅទៀតលោកអួតថាលោកជាមនុស្សមានបារមីទើបអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីបានរហូតដល់ទៅជាង30ឆ្នាំផ្ទុយពីមនុស្សមួយចំនួនទៀតដែលគ្មានបារមីអាចកាន់តួនាទីជានាយករដ្ឋមន្ត្រីបានតែមួយរយៈពេលខ្លីប៉ុណ្ណោះគួរជឿខ្លះទៅបារមីរបស់មនុស្សស្រុកខ្មែរប្រហែលជាស៊ីនាយករដ្ឋមន្ត្រីសម្បើមតែនិយាយយ៉ាងដូចនេះមិនមែនឲ្យគោរពបារមីឲ្យខ្ញុំទេក៏ប៉ុន្តែមនុស្សបើវាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេវាក៏មិនអាចរស់រានបានដែរនឹងនិយាយពិតណាអាគុំសមយោគរឿងវាពិតវាអញ្ចឹងណាបារមីមិនដល់ក៏អង្គុយវាមិនជាប់ណាខ្ញុំចេះវាមិនគ្រប់ទេតែពាក្យខ្មែរថាអ្នកចេះ10មិនស្មើអ្នកប្រសពមួយ
ខ្ញុំមិនមែនតែចេះទេក៏ប៉ុន្តែអាចស្ថិតនៅក្នុងផ្នែកជាអ្នកប្រសពកងទ័ពវៀតណាមបានលើកបន្ទប់លោកហ៊ុនសែនឲ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ1985រហូតដល់ឆ្នាំ1991ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសការបោះឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថាអ៊ុនតាក់នៅឆ្នាំ1993គណបកប្រជាជនកម្ពុជាបានចាញ់ឆ្នោតនៅគ្រានោះក៏ប៉ុន្តែលោកហ៊ុនសែនមិនសុខចិត្តហើយគម្រាមបង្កើតតំបន់អបគមនៅភាគខាងកើតនៃប្រទេសក្រោយការសម្របសម្រួលលោកបានក្លាយជានាយករដ្ឋមន្ត្រីទី2នៃរដ្ឋាភិបាលអាណត្តិទី1ក៏ប៉ុន្តែនៅឆ្នាំ1997លោកបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រមព្រះនរោត្តម រណរដ្ឋពីតំណែងនាយករដ្ឋមន្ត្រីទី1គណបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនបានឈ្នះឆ្នោតនៅឆ្នាំ1998ហើយចាប់តាំងពីពេលនោះមកគណបកនេះបានបន្តឈ្នះឆ្នោតជារៀងរាល់អាណត្តិប៉ុន្តែជាការបោះឆ្នោតដែលរងការរិះគន់ថាមិនសេរីមិនយុត្តិធម៌និងមានការលួចបន្លំសិលឹកឆ្នោតទោះយ៉ាងណាគណបកប្រជាជនកម្ពុជាបានបាត់បង់សម្លេងគាំទ្រយ៉ាងគំហុកក្នុងការបោះឆ្នោតសភាឆ្នាំ2013និងជាពិសេសការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017ស្របពេលដែលគណបកសង្គ្រោះជាតិទទួលបានការគាំទ្រដ៏គួរឲ្យភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជិតពាក់កណ្ដាលប្រទេសនៅចុងឆ្នាំ2017តុលាការកំពូលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លោកហ៊ុនសែនបានរំលាយគណបកសង្គ្រោះជាតិហើយយកអាសនៈពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានរបស់គណបកនេះទៅចែកគ្នាកាន់កាប់ព្រមទាំងបំបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំគណបកប្រឆាំងចំនួន118នាក់ថែមទៀតជាលទ្ធផលគណបកប្រជាជនកម្ពុជាបានប្រមូលយកអាសនៈទាំងស្រុងចំនួន125អាសនៈមកកាន់កាប់តែម្នាក់ឯងនៅឆ្នាំ2018ធ្វើឲ្យកម្ពុជាប្រែក្លាយជារបបឯកបកប្រាសចាកពីរដ្ឋធម្មនុញ្ញអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោកគៀនពន្លកមើលឃើញថាកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែនរាប់សិបឆ្នាំមកនេះមិនដែលបានបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះទេលោកបន្តថាលោកហ៊ុនសែនតែងតែប្រើវិធីបំបែកបំបាក់និងកំចាត់ដៃគូប្រកួតប្រជែងព្រមទាំងបង្ក្រាបឥតស្រាកស្រានទៅលើសម្លេងរិះគន់និងសម្លេងឯករាជ្យក្នុងទិសដៅរក្សាអំណាចឲ្យគង់វង្សលោកបន្ថែមថាការបន្តអំណាចយូរអង្វែងតទៅមុខទៀតមិនមែនជាបច្ច័យល្អសម្រាប់លោកហ៊ុនសែននោះទេព្រោះបច្ចុប្បន្នលោកបានជាប់ឈ្មោះក្នុងចង្កោមមេដឹកនាំផ្ដាច់ការលើពិភពលោករួចទៅហើយការកាន់អំណាចរបស់គាត់ហ្នឹងគឺពាក់ព័ន្ធទៅលើការបង្ក្រាបការបំបែកបំបាក់គូប្រកួតប្រជែងការបំបត្តិសិទ្ធិសេរីភាពពលរដ្ឋការបំបត្តិសម្លេងវិទ្យុឯករាជ្យបាទអញ្ចឹងនៅពេលដែលការប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងគឺធ្វើឲ្យបារមីហ្នឹងគឺកាន់តែសាបតូនជាមិនខាននៅពេលខាងមុខបាទអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលើកឡើងក្នុងរបាយការណ៍កម្រាស់ជាង70ទំព័រស្ដីពីការកាន់កាប់អំណាចរយៈពេល30ឆ្នាំរបស់លោកហ៊ុនសែនថាលោកគឺជាមេដឹកនាំដែលកាន់កាប់អំណាចបានយូរតាមរយៈការប្រាស្រ័យអំពើហិង្សាការគៀបសង្កត់ការកេងបន្លំស្លឹកឆ្នោតការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនិងការគាំទ្រពីរដ្ឋាភិបាលវៀតណាមយុទ្ធសាស្ត្រចម្បងដែលលោកហ៊ុនសែនចូលចិត្តប្រើគឺការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងដែលបង្កើតឲ្យមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនដូចជាការសម្លាប់ក្រៅច្បាប់ទារុណកម្មការចាប់ឃុំខ្លួនតាមអំពើចិត្តការរារាំងសេរីភាពជួបជុំនិងការប្រមូលផ្ដុំព្រមទាំងការបង្កើតបណ្ដាញស៊ើបការណ៍និងរាយការណ៍ពេញប្រទេសដើម្បីបំផិតបំភ័យនិងបំភាន់សាធារណមតិក្រោមការកាន់កាប់អំណាចរយៈពេលជាង30ឆ្នាំមកនេះរបស់លោកហ៊ុនសែនមានសកម្មជននយោបាយគណបកប្រឆាំងអ្នកសារព័ត៌មានអ្នកការពារបរិស្ថាននិងមេដឹកនាំសហជីពរាប់រយនាក់ត្រូវបានសម្លាប់តែឃាតករពិតនិងអ្នកបញ្ជាពីក្រោយខ្នងមិនត្រូវបាននាំខ្លួនមកកាត់ទោសតាមច្បាប់នោះឡើយដោយឡែកនៅក្នុងរយៈពេលចុងក្រោយនេះវិញអង្គការ Human Rights Watch ពិនិត្យឃើញថាលោកហ៊ុនសែនកំពុងប្រើប្រាស់តុលាការដើម្បីកម្ចាត់សំណល់ចុងក្រោយរបស់គណបកសង្គ្រោះជាតិនោះគឺការលើកយកសំណុំរឿងពាក់ព័ន្ធនឹងសកម្មជនគណបកប្រឆាំងជាង100នាក់ក្រោមបទចោទញុះញង់និងរួមគំនិតក្បត់មកជំនុំជម្រះ
ដោយគ្មានមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់ទន្ទឹមនឹងការកម្ចាត់គណៈបកប្រឆាំងនេះលោកហ៊ុនសែនក៏កំពុងប្រឹងប្រែងជួយជ្រោមជ្រែងកូនប្រុសច្បងរបស់លោកគឺលោកហ៊ុនម៉ាណែតឲ្យស្នងតំណែងពីលោកដែរតាមរយៈការដំឡើងតួនាទីជាន់ខ្ពស់ជាបន្តបន្ទាប់ទាំងនៅក្នុងជួរគណៈបកនិងជួរកងទ័ពលោកបញ្ជាក់ថាលោកហ៊ុនម៉ាណែតត្រូវរងចាំយ៉ាងហោចណាស់ក៏10ឆ្នាំទៀតដែរព្រោះនៅពេលនេះលោកកំពុងកាន់កាប់អំណាចនៅឡើយទោះយ៉ាងណាលោកហ៊ុនសែនអះអាងនៅថ្ងៃទី15ធ្នូថានៅក្នុងជួរគណៈបកប្រជាជនកម្ពុជាមានបេក្ខភាពនាយករដ្ឋមន្ត្រីជាច្រើនរូបហើយនៅក្នុងចំណោមនោះក៏រួមមានឧបនាយករដ្ឋមន្ត្រីអូនពាន់មនីរតន៍ម្នាក់ផងដែរលោកថ្លែងបែបនេះស្របទៅតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មានបរទេសដែលបានផ្សាយនៅពេលថ្មីនេះថាលោកអូនពាន់មនីរតន៍គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏មានសក្តានុពលរបស់គណៈបកកាន់អំណាចយើងបដិបដាអូនពាន់មនីរតន៍តាំងពីធ្វើលេខាខ្ញុំផ្ទាល់រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រីហើយត្រូវជំនួសនាយករដ្ឋមន្ត្រីដើម្បីចូលរួមប្រជុំអាស៊ានតើនោះជាសារអ្វីទៅសូមជម្រាបជូនឲ្យច្បាស់នៅការរៀបចំកុំមួយថ្ងៃត្រៀមតែពេលអំណាចឲ្យហ៊ុនម៉ាណែតគណៈបកប្រជាជនទុនធានមនុស្សសម្បូរបែបហើយបណ្ឌិតមិនតិចទេថ្ងៃនិយាយត្រូវខ្ញុំក៏អូខេជាមួយដែរស្ថិតក្នុងចំណោមមនុស្សនេះនៃបេក្ខជនមនុស្សផ្សេងទៀតក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានយល់ថានេះគ្រាន់តែជាការនិយាយបង្វែរដានប៉ុណ្ណោះលោកនៅតែជឿថាលោកហ៊ុនសែនកំពុងរិះរកគ្រប់មធ្យោបាយដើម្បីផ្ទេរអំណាចឲ្យកូនប្រុសច្បងរបស់លោកគឺលោកហ៊ុនម៉ាណែតព្រោះបរិះខ្លាំងរូបនេះមិនទុកចិត្តអ្នកក្រៅនោះទេដោយសារតែគាត់ធ្លាប់មានប្រវត្តិបាត់ដៃប្រឡាក់ឈាមលោកហ៊ុនមនីរតន៍ហ្នឹងគ្រាន់ជាមន្ត្រីស្មោះត្រង់ស្មោះស្ម័គ្របម្រើលោកហ៊ុនសែននិងក្រុមគ្រួសារតកូលហ៊ុនតែប៉ុណ្្នឹងឯងប៉ុន្តែគាត់មិនអាចទៅជានាយករដ្ឋមន្ត្រីបន្តពីលោកហ៊ុនសែនទេគាត់និយាយហ្នឹងគឺបំបែកដានយើងឲ្យទៅឆ្ងាយណាគឺភ្លេចគឺរឿងលោកហ៊ុនម៉ាណែតនេះតាមពិតលោកហ៊ុនសែនគាត់កាន់អំណាចផ្ដាច់ការបាត់ដៃគាត់ប្រឡាក់ឈាមដូច្នេះគាត់មិនអាចទុកចិត្តអ្នកណាផ្សេងក្រៅពីកូនរបស់គាត់ទេមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិរូបនេះយល់ថាប្រជាពលរដ្ឋខ្មែរអាចនឹងអនុគ្រោះដល់ទង្វើអាក្រក់របស់លោកហ៊ុនសែនកាលពីមុនហើយចាត់ទុកលោកជាវីរៈបុរសប្រសិនបើលោកព្រមស្ដារប្រជាធិបតេយ្យឡើងវិញរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ព្រមទាំងលះបង់ចោលគំនិតផ្ទេរអំណាចតវងត្រកូលលោកថាលោកហ៊ុនសែនអាចរៀបចំច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិដើម្បីការពារខ្លួនពីការកាត់ទោសប្រសិនបើលោកខ្លាចមានបញ្ហាពេលចូលនិវត្តន៍ផ្ទុយទៅវិញប្រសិនបើលោកហ៊ុនសែនបន្តដឹកនាំដោយបច្ចុប្បន្ននេះហើយផ្ទេរអំណាចទៅឲ្យកូនទៀតនោះប្រវត្តិសាស្ត្រនឹងចរិតថាលោកជាមេដឹកនាំផ្ដាច់ការតវងត្រកូលមិនមែនជាវីរៈបុរសឡើយខ្ញុំបាទសេកបណ្ឌិតអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីតើការផ្សាយរបស់វិទ្យុអាស៊ីសេរីតាមរលកធាតុអាកាសខ្លីនៅពេលនេះគឺសម្រាប់លោកនាងដែលកំពុងតែស្ដាប់ការផ្សាយរបស់យើងតាមរលកធាតុអាកាសខ្លីគឺយើងសូមបញ្ចប់ត្រឹមប៉ុណ្ណេះតែលោកនាងដែលកំពុងតែទស្សនាតាមបណ្ដាញ Facebook និង YouTube យើងនឹងនៅតែបន្តការផ្សាយនេះទៀតសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍របស់ខ្ញុំបាទជាមួយនឹងមន្ត្រីមូលដ្ឋានជំវិញរឿងធ្វើទុកបុកម្នេញនៅមូលដ្ឋានដូចតទៅ